សួស្តីអ្នកសិក្សាទាំងអស់ជាទីមេត្រីបាទថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកទាក់ទងនឹងមូលដ្ឋានគ្រឹះភាសាកូរ៉េ Basic Korean ឥឡូវយើងទៅសិក្សាទាំងអស់គ្នាការណែនាំអំពីភាសាកូរ៉េភាសាកូរ៉េគឺយើងហៅថា Hangul គឺជាភាសាផ្លូវការរបស់ប្រទេសកូរ៉េខាងត្បូងនិងកូរ៉េខាងជើងភាសានេះមានអក្សរផ្ទាល់ខ្លួនឈ្មោះថា Hangul ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1443ដោយព្រះមហាក្សត្រសេជុង Hangul មានអក្សរផ្សំនៅក្នុងរង្វង់និងបន្ទាត់ងាយស្រួលរៀនហើយត្រូវបានគេឲ្យស្គាល់ថាជាអក្សរមានប្រសិទ្ធភាពខ្លាំងអត្ថប្រយោជន៍ក្នុងការរៀនភាសាកូរ៉េ 1. អាចប្រើសម្រាប់ធ្វើការនៅក្រុមហ៊ុនកូរ៉េ 2. អាចតាក់ទងជាមួយមិត្តភ័ក្តិកូរ៉េ 3. ងាយស្រួលយល់ពីភាពយន្តនិងបទចម្រៀង K-pop អក្សរ Hangul alphabet ចឹងនេះស្រៈហៅថា vowel ជាភាសាកូរ៉េ mu a ja o yo o yo u you e ជួនជាអ្នក consonant ឆាkey yak g k បាទ ni n n ស្មើនឹងអក្សរ no t good d th ស្មើនឹងអក្សរ ដ ត ថ real r l ស្មើនឹងអក្សរ រ ល mi m ស្មើនឹងអក្សរ ម p up ប ផ ស្មើនឹងអក្សរ ប ផ ផ c អ៊ុតស្មើនឹងអក្សរ ស ស he up ស្មើនឹងអក្សរ ហ ហ e ស្មើនឹងអក្សរ ង ង អូខេមកអក្សរ ង g អ៊ុតស្មើនឹងអក្សរ ច ឈីអ៊ុតស្មើនឹងអក្សរ ច ឆ key up ស្មើនឹងអក្សរ ក ខ ខ សំលេង ខ t អ៊ុតស្មើនឹងអក្សរ ត ថ p up ផ ស្មើនឹងអក្សរ ផ ផ សាំង p up ស្មើនឹងអក្សរ ផ ផ ចំណាំ e នៅខាងមុខពាក្យគឺគ្មានសំឡេងទេរបៀបបង្កើតពាក្យអក្សរ Hangul តែងតាំងជាប្លុកចូលសងមានន័យថាព្យញ្ជនៈដំបូងចុងសងមានន័យថាស្រៈចុងសងបាទនេះជុងសងនេះចុងសងចុងសងនេះព្យញ្ជនៈចុងបើមានឧទាហរណ៍ han ផ្សំដោយចូលសងជុងសងហើយនឹងចុងសងអញ្ចឹង he up នេះជាព្យញ្ជនៈដំបូង a នេះជាស្រៈ ni n នេះគឺព្យញ្ជនៈចុងសងguk នេះយើងអានថា guk ពាក្យមូលដ្ឋានប្រើរៀងរាល់ថ្ងៃសម្ដីសំខាន់Annyeonghaseyo
안녕하세요 បាទប្រែថាសួស្តី 감사합니다 감사합니다 សូមអរគុណ 미안합니다 미안합니다 បាទសូមទោស ណែ ប្រែថាបាទចាស់ 아니요 ទេ ប្រែថាទេ 아니요 ចំនួនលេខ 1. Hana 2. Thul 3. Set 4. Net 5. ថាសុត 6. យ៉សុត 7. Ilkop 8. យ៉ដល់ 9. Ahop 10. យ៉ល់ ចឹងខ្ញុំសូមរាប់ម្ដងទៀត Hana Thu Set Net ថាសុត យ៉សុត Ilkop យ៉ដល់ Ahop យ៉ល់ ប្រយោគសាមញ្ញ ការសួរអំពីឈ្មោះ Irmi Mojejo Irmi Mojejo តើអ្នកឈ្មោះអ្វី Che Irmun ចឹងច្រឡំនេះយើងដាក់ឈ្មោះយកមក Boronit Ibnida ឈ្មោះរបស់ខ្ញុំគឺ Che Irmun Boronit Ibnida សួរអំពីប្រភពមកពីណាគេ Odieso Vatsoyo Odieso Vatsoyo អ្នកមកពីណាតើអ្នកមកពីណា Chonen Cambodia Eso Vatsoyo Chonen Cambodia Eso Vatsoyo ខ្ញុំមកពីប្រទេសកម្ពុជា ប្រយោគសាមញ្ញ ប្រយោគប្រើជាញឹកញាប់ Kvencha Nayo Kvencha Nayo Kvencha Nayo មិនន័យទេ Kvencha Nayo មិនន័យទេ Johayo Chuayo Chuayo ល្អណាស់ Chuayo ល្អណាស់ Chan Chan Hi Male Chusayo Chusayo បាទម្ដងទៀត Chan Chan Hi Mal Le Chusayo Chan Chan Hi Ma Le Chusayo សូមនិយាយបន្តិចសូមនិយាយតិចមេរៀនអក្សរសរសេរនិងការអនុវត្ត ការសរសេរ Hangul Order of Writing សរសេរពីលើចុះក្រោម ពីឆ្វេងទៅស្ដាំ គូសបន្ទាត់ឲ្យចប់មួយមុនចាប់ផ្ដើមបន្ទាត់ លំហាត់អនុវត្ត សរសេរខ្លួនឯងក្នុងភាសាកូរ៉េ Chonen យើងដាក់ឈ្មោះយើងមក Ibnida ឧទាហរណ៍ថា Chonen Boronit Ibnida សរសេរទីកន្លែងដែលអ្នកនៅ Chonen យើងដាក់ឈ្មោះទីកន្លែងមក A Salayo Chonen ត្បែងលិច Esalayo Esalayo អានអក្សរខាងក្រោម Haksho Haksho ប្រែថាសាលា Chinku Chinku នឹងមិត្តភក្តិ Nara Nara នឹងប្រទេស Thank you
See you next time បើជួបគ្នាពេលក្រោយអរគុណសម្រាប់ការតាមដានសិក្សាដោយយកចិត្តទុកដាក់សូមអរគុណ